ពីរដូវកាលតរ៉េនទៅឥឡូវយើងដល់រដូវកាលក្រូចពោធិ៍សាត់ឯអ្នកទាំងអស់គ្នាអញ្ចឹងដើមកំណើតក្រូចពោធិ៍សាត់គឺនៅខេត្តពោធិ៍សាត់ប៉ុន្តែអ្នកបាត់ដំបងដាំក្រូចពោធិ៍សាត់ក៏បានដែរអ្នកទាំងអស់គ្នាហើយរសជាតិវាមកបែបម្នាក់ហើយរសជាតិក្រូចហ្នឹងក៏វាទៅតាមតំបន់ដែរអ្នកទាំងអស់គ្នាតំបន់ខ្លះដែលមានដីជីជាតិល្អទៅគឺដាំមកក្រូចមានជាតិទឹកច្រើនហើយរសជាតិវាឆ្ងាញ់ដូចនៅខេត្តបាត់ដំបងអញ្ចឹងក៏មានតំបន់របស់គេដែរអ្នកទាំងអស់គ្នាគឺនៅអូខ្ជាយអ្នកទាំងអស់គ្នាមិនថាតាក្រូចនៅខាងភូមិអូខ្ជាយនឹងទេដែលឆ្ងាញ់អ្នកទាំងអស់គ្នានៅតំបន់ផ្សេងនៅក្បែរហ្នឹងក៏ឆ្ងាញ់ដូចគ្នាឲ្យតែដីនៅជាប់ទឹកដីមានជាតិដីមានជាតិទឹកគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យក្រូចហ្នឹងវាមានជាតិទឹកគ្រប់គ្រាន់ហើយរសជាតិវាក៏ឆ្ងាញ់ដែរអ្នកទាំងអស់គ្នាតែបើសិនជាអត់មានជាតិទឹកគ្រប់គ្រាន់ទេក្រូចវាអាចទៅជាស្ករហើយក៏អត់មានរសជាតិឆ្ងាញ់ដែរអ្នកទាំងអស់គ្នាមកទូចnóឆ្ងាញ់ហ៎ញ៉ាំធំហ៎ទូចញ៉ាំធំណាស់ឆ្ងាញ់ជាងញ៉ាំធំតែខ្ញុំធំក៏ឆ្ងាញ់ដែរអូទូចឆ្ងាញ់ដែរអូហ៎ធំតែជាងធំឆ្ងាញ់ជាងអូ